សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងមកស្វែងយល់ទាំងអស់គ្នាអំពីមូលដ្ឋានគ្រឹះមួយចំនួនអំពី ASP.NET អ្វីដែលយើងនឹងរៀននៅពេលនេះគឺអ្វីដែលយើងនឹងត្រូវស្វែងយល់នៅពេលនេះគឺថាតើអ្វីទៅជា ASP ហើយ ASP នេះវាធ្វើការយ៉ាងដូចម្តេចហើយអ្វីជា ASP.NET ហើយ ASP ឬក៏ ASP.NET នេះវាខុសគ្នាយ៉ាងម៉េចហើយបន្តមកទៀតយើងនឹងមានការអនុវត្តអំពី ASP.NET Page របស់យើងតើឥឡូវចាប់ផ្ដើមអ្នកគ្នាចឹងអ្វីជា ASP ចឹង ASP ពាក្យពេញរបស់វាមកពីពាក្យថា Active Server Page ដែលគេស្គាល់ជាទូទៅមួយចំនួនគេហៅថា Classic ASP ហើយ ASP វាមិនមែនជា Programming Language ទេវាគ្រាន់តែជា Script Language ដែល run នៅលើ server ហើយ ASP Active Server Page នេះគឺជាបច្ចេកវិទ្យារបស់ Microsoft ដែលវាប្រតិបត្តិនៅ script នៅលើ web page ដោយ internet server ហើយ ASP នេះវាមាន extension file របស់វាគឺ AS.ASP ហើយជាធម្មតាវាផ្ទុកនៅ HTML ហើយនឹង script ដូចជា VB script ឬក៏ JavaScript ធម្មតាដូចជា HTML page ដែរអញ្ចឹងតើ Active Server Page ឬក៏ ASP នេះវាធ្វើការយ៉ាងដូចម្តេចទី1គឺនៅពេលដែល ASP Page នៅពេលដែល server នៅពេលដែល client វា request នៅ ASP Page ពី server អញ្ចឹង server វានឹងរៀបចំនៅ ASP Page នេះហើយប្រតិបត្តិ script ដែលមាននៅក្នុង ASP Page មុនពេលដែលវាបញ្ជូនលទ្ធផលក្នុងទម្រង់ជា HTML file ទៅឲ្យ client អញ្ចឹងនៅក្នុងរូបនេះយើងឃើញថាដំបូងគឺ client គាត់សួររក ASP Page បន្ទាប់មក server វារក ASP Page ហើយអនុវត្តនៅ script ASP ហ្នឹងនៅក្នុង page ហ្នឹងរួចវាបញ្ជូននៅលទ្ធផលរបស់ ASP Page ដែលប្រតិបត្តិរួចហើយក្នុងទម្រង់ជា HTML file ត្រឡប់ទៅឲ្យ client វិញហើយពីមុននេះយើងបានដឹងហើយថា ASP ជាអ្វីឥឡូវនេះចូលដល់ ASP.NET ម្ដងអញ្ចឹង ASP.NET ជាអ្វី ASP.NET វាជាចំនួនថ្មីរបស់ ASP ដែលគេមានទម្រង់ថ្មីជាច្រើនដែលបានបន្ថែមចូលទៅក្នុង ASP អញ្ចឹង ASP.NET page រាល់ page ទាំងអស់គឺត្រូវការ compile មុនពេលដែល run ហើយ ASP.NET វាមាននៅ built-in class ជាច្រើនដែល ASP Classic នេះមិនមានដូចជា language support វាអាច support នៅ C# ឬក៏ Visual Basic ហើយវាមាននៅ control ជាច្រើនហើយ XML based component ដែលអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ ASP.NET វាមាន extension file របស់វាគឺ ASPX ហើយ ASP.NET ក៏ដូចជា HTML ដែរវា contain នៅ HTML tag script JavaScript ឬក៏ VB ឬក៏ C# script អញ្ចឹងដំណើរការរបស់ ASP.NET file វាដូចទៅនឹង ASP ដែរនៅពេលដែល browser វា request នៅ ASP file អញ្ចឹង ASP.NET engine ហ្នឹងគឺវាអាននៅ file បន្ទាប់មកវា compile នៅ script code ដែលមាននៅក្នុង file ហ្នឹងរួចប្រតិបត្តិនៅ script នៅក្នុង file ហ្នឹងបន្ទាប់មកវានឹង return លទ្ធផលជាក្នុងទម្រង់ HTML page ទៅកាន់ browser វិញអញ្ចឹងរាល់ code ទាំងអស់របស់ ASP.NET គឺ run នៅលើ server មិនមែន run នៅលើ browser ទេអញ្ចឹង ASP.NET វាត្រូវការ compile មុនពេលដែលវាអាច run បាន
ចឹងមានន័យថាវាគឺជា programming language ASP programming language ASP.NET programming language ហ្នឹងយើងអាចសរសេរវានៅក្នុងទម្រង់ជា Visual Basic VB.NET ឬក៏ក្នុងទម្រង់ជា C# code C# language ភាសាទាំងពីរនេះអាចប្រើប្រាស់បាននៅក្នុងនៅក្នុង ASP.NET យើងអាចសរសេរជា VB ក៏បានឬក៏សរសេរជា C# ក៏បានដែរនៅក្នុង page នេះហើយ ASP.NET វាគឺជា server technology ដែលវាមាន web page ជាមួយនឹង Razor syntax វាមានទម្រង់ MVC view model control ហើយនឹង web form ហើយឧបករណ៍ឬក៏គេហៅថា tool ជាភាសាបរទេសគេហៅថា tool ហ្នឹងដែលសម្រាប់develop នៅ ASP.NET នេះយើងអាចប្រើប្រាស់នៅ tool ណាមួយក៏បានក្នុងចំណោមដែលគេ list នៅក្នុងនេះវាអាចមាន web matrix យើងបានដឹងហើយខ្ញុំបានបង្ហាញអ្នកនរគ្នារួចហើយជាមួយសមាជិកដែលរៀនមួយខ្ញុំជាងយើងអាចប្រើ web matrix នឹងក៏បានឬក៏ visual the web developer visual web developer ហ្នឹងគឺវា free ចំណែក Visual Studio ក៏អាចប្រើបានដែរអញ្ចឹងដើម្បីអភិវឌ្ឍនៅ ASP.NET web application យើងអាចប្រើនៅ tool ទាំង3ហ្នឹងបានមួយណាក៏បានក្នុងចំណោម3ហ្នឹងអញ្ចឹងអ្វីជាភាពខុសគ្នាពីមុនយើងបានដឹងហើយថា ASP Active Server Page ហ្នឹងវាយ៉ាងម៉េចវាជាអ្វីវាធ្វើអីហើយវាធ្វើអីបានខ្លះហើយវាធ្វើដូចម៉េចដើម្បីធ្វើវាយើងធ្វើម៉េចហើយក៏យើងបានដឹងអំពី ASP.NET អញ្ចឹងតើ ASP ហើយនឹង ASP.NET វាខុសគ្នាយ៉ាងម៉េចអញ្ចឹង ASP ដែលគេស្គាល់ថាវាជា classic ASP ហ្នឹងគឺវាទៅសេនៅក្នុង VB script Visual Basic វាសរសេរក្នុងទម្រង់នៃភាសា Visual Basic យើងអាចសរសេរភាសា C# ជាមួយនឹង ASP Classic បានទេហើយនៅក្នុងនេះវាមានតែ built-in class ចំនួន4ទេគឺមាន request response session ហើយនិង application វាអត់មាន component ដូចជា web form នៅក្នុង ASP ទេ ASP Classic ហើយក៏វាអត់មាន support page level transaction ដែរប៉ុន្តែ ASP.NET វាត្រូវបានសរសេរនៅក្នុងគេហៅថា .NET language មួយណាក៏បានវាអាចជា VB.NET ឬក៏ C#.NET ភាសាទាំងពីរនេះអាចសរសេរបាននៅក្នុង ASP.NET ហើយ built-in class ដែលមាននៅក្នុង ASP.NET មានរហូតដល់ 2000 គេច្រើនជាង 2000 ហើយវាមាន base component server base component ដូចជា text button ណាយើងអាចបង្កើត form តាមរយៈ ASP.NET បានហើយនៅក្នុង ASP.NET ដោយសារតែវាជា programming language អញ្ចឹងវាអាចមានទម្រង់ជា OOP Object Oriented Programming នៅក្នុងនោះដែរហើយ web development ហើយវាក៏អាច ASP.NET នឹងអាចយកទៅប្រើដើម្បីអភិវឌ្ឍនៅ mobile web development សម្រាប់ mobile device អញ្ចឹងតទៅទៀតនេះយើងនឹងអនុវត្តបង្កើតនៅ first ASP.NET page របស់យើងនៅក្នុងនេះជា recommend ពីលោកគ្រូមិនខ្ញុំទេគាត់ឲ្យយើងប្រើនៅ Visual Studio ហើយប្រើនៅភាសាមួយណាក៏បានក៏ប៉ុន្តែនៅក្នុងនេះគេប្រើភាសា C# ទម្រង់ C# នៅក្នុង ASP.NET អូខេចឹងនៅក្នុងលំហាត់នេះគឺគាត់ចង់ឲ្យយើងប្រើនៅ Visual Studio
ហើយបង្កើតនៅ ASP បង្កើតនៅ website របស់យើងហើយបង្កើតនៅ ASP.NET page ដែលនៅក្នុង page នេះគោលបំណងរបស់វាគឺចង់បង្ហាញនៅកាលបរិច្ឆេទរបស់ server នៅលើ ASP page ហ្នឹងតើឥឡូវយើងចូលដល់ការអនុវត្តម្ដងយើងបើក Visual Studio របស់យើងមើលបន្ទាប់មកយើងយក New Project ហើយនៅក្នុង Recent នេះនៅក្នុងផ្ទាំង Windows New Project នៅក្រោមគេ Install យើងពលា Install មកហើយពលា Template មកហើយយើងពលា C# បន្ទាប់មកជ្រើសយក Web ហើយនៅក្នុងនេះយើងជ្រើសយក ASP.NET NT Web Application ហើយយើងដាក់ឈ្មោះឲ្យ website របស់យើងមក web application របស់យើងមក web app បន្ទាប់មកចុច OK យើងចុច Solution Explorer ហើយនៅក្នុង web app នេះនៅលើ web app យើង right click ទៅលើ web app លើ project របស់យើងហ្នឹងតទៅមក new item ហើយយើង select យក web form តទៅមកដាក់ឈ្មោះឲ្យ web form របស់យើងមកយើងដាក់ឈ្មោះថា my first page .asp8 វាគឺជា ASP.NET page web page តោះមកយើងនឹងបាន ASP page មួយដែលវា contain ដែលវាផ្ទុកនៅ HTML tag script អីផ្សេងជាដើមអញ្ចឹងនៅក្នុងនេះយើងគ្រាន់តែចង់បង្ហាញនៅអត្ថបទតិចតួចអញ្ចឹងយើងទៅសេក្នុងទម្រង់ជា HTML ធម្មតាមកយើងដាក់ h1 យើងអាចដាក់អីក៏បានដែរយើងអាចបង្កើត table បង្កើតដាក់ image ដាក់អីតាមចិត្តអ្នកនរគ្នាអញ្ចឹងយើងដាក់នៅក្នុងនេះថា Welcome to my first ASP.NET page. Date time of server. Trên này còn chỉ ưu tiên họអំពី ASP web page ទេយើងមិនជឿក្បាលជាមួយនឹងអ្វីដែលខ្ញុំទៅសេទេគាត់តែចង់បង្ហាញអំពី ASP.NET web page ទេណាចឹងដើម្បីបង្ហាញ date time របស់ server គឺយើងមានគេហៅថាយើងទៅសេ response response.write response.write ហ្នឹង response វាជា object មួយហើយ write ហ្នឹងគឺជា method មួយដែលសម្រាប់បង្ហាញ content បង្ហាញអត្ថន័យផ្សេងនៅលើ web page របស់យើងចឹងដើម្បីបង្ហាញនៅការបរិច្ឆេទយើងមាន object មួយឈ្មោះថា date time ចឹងដើម្បីឲ្យវាបង្ហាញនៅការបរិច្ឆេទឥឡូវនេះគឺយើងមាន property មួយឈ្មោះថា now ចឹង date time .now ហើយក្នុងទម្រង់ C# នេះគឺយើងក្នុងទម្រង់ ASP.NET នេះខ្ញុំទៅសេនៅក្នុង C# អញ្ចឹងបើសរសេរក្នុង C# កុំភ្លេច semicolon ផងប៉ុន្តែបើសិនបើយើងទៅសេនៅក្នុង VB ជាទម្រង់ VB language យើងអត់ត្រូវការ semicolon ទេអញ្ចឹងដើម្បី run នៅ web page នេះយើងគ្រាន់តែចុចនេះ launch window app សម្រាប់ Visual Basic 2012សម្រាប់ version មុនឬក៏ version ក្រោយខ្ញុំអត់ដឹងថាវាដាក់អីនៅត្រង់ហ្នឹងទេប៉ុន្តែគ្រាន់តែចុចត្រង់ហ្នឹងទៅគឺវា run ហើយចឹងយើងនឹងឃើញអ្វីដែលខ្ញុំបានសរសេរគឺ Welcome to my first ASP.NET page
time of server យើងនឹងឃើញវានឹងបង្ហាញនៅពេលការបរិច្ឆេទនៅលើ server របស់យើងនេះ computer ខ្ញុំនេះគឺម៉ោង 10:57 ថ្ងៃទី12ថ្ងៃខែ12ថ្ងៃទី22ឆ្នាំ2016អញ្ចឹងគឺត្រឹមត្រូវអូខេអញ្ចឹងមានតែប៉ុណ្្នឹងអរគុណបើសិនបើអ្នកបានស្ដាប់បានមើលនៅវីដេអូនេះអរគុណ